សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងខ្ញុំម្ដងទៀតនៅការនិទានរឿងខ្មោចអញ្ចឹងមុននឹងចូលដល់ការនិទានរឿងខ្មោចសូមបងប្អូនជួយចុច Subscribe ម្នាក់មួយឲ្យខ្ញុំផងតើកុំឲ្យខាតពេលយូរយើងចូលទៅសាច់រឿងយើងទាំងអស់គ្នាអញ្ចឹងមុងវ៉ានឹងគាត់គឺជាម្ចាស់សាច់រឿងផ្ទាល់ម្ដងហើយគាត់នឹងក៏ជាអ្នកនៅដែលនៅក្នុងហេតុការណ៍នឹងឯងដោយកាលនឹងគាត់ដូចជាមានអាយុខ្ទង់10ឆ្នាំជាងទេនៅគ្នាប្រហែលជាខ្ទង់14 15ឆ្នាំទេហើយចំណែកឯផ្ទះគាត់វិញគឺនៅខាងត្បូងអូគឺភូមិគាត់នឹងគឺមានអូមួយហើយផ្ទះគាត់នៅខាងត្បូងអូហើយទីប្រជុំជននឹងគឺនៅខាងជើងអូអញ្ចឹងបើសិនជាគាត់ត្រូវការទិញអីវ៉ាន់អីហ្នឹងគឺគាត់ត្រូវការឆ្លងអូនឹងមិនថាពេលយប់ឬក៏ពេលថ្ងៃទេគឺគាត់ត្រូវការឆ្លងអូដើម្បីអាចមកទិញអីវ៉ាន់អីចឹងណាទីខាងត្បូងអូនឹងវាគឺជាប្រភេទចំការនៅគ្នាហើយរៀងស្ងាត់ហើយមានផ្ទះពី3ផ្ទះអីទេនៅខាងត្បូងនឹងភាគច្រើនគឺគេនៅខាងជើងអូព្រោះអីងាយស្រួលក្នុងការទៅទិញអីវ៉ាន់ឬក៏នៅចិត្តអ្នកភូមិហើយអូនោះគឺអត់មានតហុំធំអីទេអ្នកគ្នាខ្ទង់តតឹងអីប្រហែលជា10ម៉ែត្រអីទេប៉ុន្តែទឹកវិញគឺពេញខែប្រាំងក៏ពេញខែវស្សាក៏ពេញអញ្ចឹងតើតាធ្វើស្ពានឈើមួយតូចដើម្បីយើងឆ្លងអញ្ចឹងថ្ងៃមួយក៏មានកម្មវិធីបន់មួយហ្នឹងគឺនៅខាងជើងអូអញ្ចឹងគាត់ហ្នឹងក៏ទៅលេងប៉ុន្តែតាមផ្លូវវិញគឺស្ងាត់មែនតើនៅគ្នាមានន័យថាផ្លូវនៅកណ្ដាលអញ្ចឹងទៅហើយព្រៃហ្នឹងដោះគៀនហើយមានឆ្កាគេហើយផ្ទះវិញផ្ទះអ្នកភូមិវិញគឺនៅឆ្ងាយពីឆ្កានៅគ្នាហើយនៅតាមផ្លូវហ្នឹងគឺមានដើមដូងដើមអីច្រើនអញ្ចឹងគាត់ក៏ធ្វើដំណើរទៅកន្លែងកម្មវិធីបនហ្នឹងខ្ទង់ប្រហែលជាម៉ោង11 12ថ្ងៃអីហ្នឹងណាគ្នាក្នុងពេលគេកំពុងតែញ៉ាំបាយហ្នឹងក៏ដើរទៅញ៉ាំបាយអីអញ្ចឹងបងវ៉ាហ្នឹងក៏គាត់នៅលេងនៅនឹងរហូតតតែដល់ម៉ោងខ្ទង់ម៉ោង6ល្ងាចអញ្ចឹងម៉ោង6ល្ងាចហ្នឹងគាត់ក៏ត្រូវដើរមកផ្ទះវិញហើយដោយសារវាយប់ហើយណាមួយខ្លាចពុកម៉ែគាត់ដើររអញ្ចឹងគាត់ក៏ដើរមកវិញម្នាក់ឯងអញ្ចឹងគឺតាមផ្លូវដែលគាត់ដើរមកវិញហ្នឹងគឺមានសភាពស្ងាត់ហើយខ្យល់បក់មកតិចរីឯដើមដូងនៅគៀនហ្នឹងគឺថាយល់ទៅវិញទៅមកអញ្ចឹងគាត់ដើរមកដល់ហ្នឹងគឺម៉ោង 7:07 ហើយអ្នកគ្នាគាត់ចេញមកពីកន្លែងកម្មវិធីប៉ុនហ្នឹងគឺម៉ោង 6 កន្លែងហើយអញ្ចឹងគាត់ដើរមកដល់ទៅហ្នឹងគឺម៉ោង 7:07 អញ្ចឹងគាត់ថាពេលអំឡុងពេលដែលគាត់ដើរហ្នឹងសលេងសัตว์មួយក៏អត់មានឮយំដែរអ្នកគ្នាគឺថាតាមហ្នឹងគឺស្កាត់មែនទែនប៉ុន្តែគាត់ដើរទៅដល់ដើមដូងមួយដើមដូងហ្នឹងគឺមានសភាពខ្ពស់ជាងគេតែដើមដូងនៅគៀនហ្នឹងទៀបទៅនៅគ្នាតែដើមដូងមួយហ្នឹងគឺខ្ពស់ដាច់គេហ្មងពេលហ្នឹងគាត់ក៏បានដើរជិតដល់ដើមដូងមួយហ្នឹងហើយឡងពេលដែលគាត់កំពុងតែដើរហ្នឹងស្រាប់តែមានខ្យល់តិចស្រុបមកប៉ះឆ្អឹងខ្នងអញ្ចឹងហើយពេលហ្នឹងគឺរៀងងឹតស្រាងហើយខែហ្នឹងរៀងងឹតទៅនៅគ្នាពេលហ្នឹងគាត់ក៏ចាប់អារម្មណ៍ទៅលើដើមឈើគាត់មើលទៅលើដើមឈើដើមដូងអីផ្សេងហ្នឹងគឺអត់អង្គើទេតែចំណែកឯដើមដូងមួយដែលខ្ពស់ជាងគេហ្នឹងគឺថាយល់ម្ល៉េះនៅគ្នាគឺថាយល់ទៅវិញទៅមកពីថាខ្យល់តែដើមដូងមួយហ្នឹងនិយាយថាដើមដូងផ្សេងឬក៏ព្រៃផ្សេងគឺស្ងាត់សម្បីតែសលេងសัตว์មួយក៏ឮដែរតែចលែកតែដើមដូងមួយហ្នឹងគឺយល់ទៅយល់មកពេលហ្នឹងគាត់ក៏មានអារម្មណ៍ថារៀងព្រឺឆ្អឹងខ្នងហើយព្រោះអីខ្យល់តិចហ្នឹងគឺមកប៉ះឆ្អឹងខ្នងគាត់ហើយចង្ងាយប្រហែលជា50ម៉ែត្រពីដើមដូងហ្នឹងគឺមានដើមស្វាយខ្ទិះមួយដែលមានដើមហ្នឹងគឺធំមែនទែននៅគ្នាដែលមានអាយុហ្នឹងគឺច្រើនអញ្ចឹងគាត់ក៏ដើរគៀកនឹងដល់ដើមដូងមែនទែនពេលហ្នឹងគឺគាត់
ក៏លេខទៅមើលដើមស្វាយនឹងទៅស្រាប់តែគាត់ឃើញក្តាមមួយឈូសមួយនឹងគឺថាធំមែនទែននៅគ្នាគឺហោះចេញពីដើមស្វាយខ្ទិះនឹងមកគឺថាបដោយវិញប្រហែលជា2ម៉ែត្រជាងហើយកម្ពស់វិញគឺ1ម៉ែត្រគឺថាហោះចេញមកវូមកអញ្ចឹងមកចូលដើមដងមកគឺបែកផ្កាភ្លើងព្រាកពេលហ្នឹងគឺគាត់ភ័យមែនទែនហើយគាត់ដើរទៅមកក៏រួចដែរនៅគ្នាអញ្ចឹងក្រោយពីគាំងមកស្ទុះគាត់ក៏ប្រើក្បាច់ម៉ែចាច់ឲ្យគឺរត់នឹងឯនេះគ្នាគឺរត់ឲ្យលឿនមិនហើយអន្លងពេលដែលគាត់រត់ហ្នឹងនៅគ្នាស្រាប់តែមានអីកើតឡើងអត់គឺគាត់ឃើញបរិះម្នាក់ហ្នឹងគឺមានធំវងតែរត់ពីក្រោយគាត់នៅគ្នាគឺរត់ប្រផិតប្រផើយជាមួយគាត់មែនទែនអញ្ចឹងគឺថាដេញគាត់មកគាត់តែពីរត់ស្រែកផងរត់ផងរហូតទៅដល់អូអញ្ចឹងគឺថាគាត់ឆ្លងអូទៅគឺលឿនមែនតើនៅគ្នាអញ្ចឹងពេលរត់ទៅដល់ផ្ទះហ្នឹងគឺគាត់ភ័យបាត់ស្បែកជើងផងមាត់អីផងអញ្ចឹងទៅដល់ម៉ាក់គាត់ហ្នឹងក៏គាត់សួរអញ្ចឹងអូនណៃកើតអីអញ្ចឹងពេលហ្នឹងគឺគាត់អត់មាននិយាយអីទេគាត់តែពីញ័រអង្គុយញ័រពេលហ្នឹងម៉ាក់គាត់ក៏លោមគាត់ថាអូនណៃកើតអីអញ្ចឹងក្រោយពីមកស្ទុះទៅបងវ៉ាហ្នឹងគាត់ក៏បានប្រាប់ម៉ាក់គាត់តាមតាណារឿងថាគាត់ឃើញក្តាមមកឈូសហោះអីចឹងម៉ាក់គាត់ក៏លោមថាអត់មានអីទេហើយម៉ាក់គាត់ក៏បានឲ្យបងវ៉ាហ្នឹងទៅងូតទឹកងូតអីចេញបន្ទាប់មកក៏ញ៉ាំបាយញ៉ាំអីអញ្ចឹងហើយយប់ហ្នឹងគឺគាត់គេងអត់លក់ទេនៅគ្នាពីផ្ទះគាត់ហើយនឹងដើមដូងហ្នឹងគឺអត់សូវឆ្ងាយពីគ្នាទេនៅគ្នាចន្លោះប្រហែលជា200-300ម៉ែត្រអីទេអញ្ចឹងយប់ហ្នឹងគឺគាត់បានឮសំឡេងបរិះម្នាក់ដែលស្រែកហៅគាត់ពីមុខផ្ទះពេលហ្នឹងគាត់ឮហៅចេះវើវ៉ាហែងភ្លេចយកស្បែកជើងហើយពេលហ្នឹងគាត់អត់មានធ្វើអីទេក្រៅពីសង្ងំគេងហើយសំឡេងហ្នឹងគឺនៅតែហៅគាត់រហូតទៅដល់គាត់ហ្នឹងក្រោកមកភ្លឺហ្នឹងក្រោកមកដាំបាយដាំអីហ្នឹងដើម្បីឲ្យគាត់ញ៉ាំអញ្ចឹងគឺថាមកយប់ហ្នឹងបងវ៉ាអត់មានបានសម្រាកទេគឺឮសលេងហ្នឹងនៅមុខផ្ទះហៅប៉ុន្តែខ្ញុំសូមបញ្ជាក់បន្តិចសលេងហ្នឹងគឺឮតែបងវ៉ាទេចំណែកអ្នកផ្សេងឪពុកម្ដាយគាត់គឺអត់មានឮអីទេអញ្ចឹងគឺស្អែកឡើងក៏គាត់បានឲ្យឪពុកម្ដាយគាត់ហ្នឹងគឺទៅស្រោចទឹកមានន័យថាយកគាត់ហ្នឹងទៅស្រោចទឹកចេញពេលហ្នឹងគឺគាត់ឈឺនៅគ្នាគឺគាត់ឈឺរយៈពេលប្រហែលអាទិត្យដែរទរំថាគាត់បាច់ខ្លាចបាច់អីចឹងហើយបន្ទាប់ពីគាត់បានធូរមកប្រហែលជាមួយអាទិត្យពីរអាទិត្យមកគាត់ក៏បានដាច់ចិត្តទៅសួរម្ដាយគាត់ថាម៉ែកន្លែងហ្នឹងពីមុនមកគឺជាកន្លែងគេអញ្ចឹងម្ដាយគាត់ហ្នឹងក៏បានប្រាប់ទៅគាត់ថាកាលពីមុនហ្នឹងកន្លែងហ្នឹងគឺជាកន្លែងដុតខ្មោចអញ្ចឹងគឺថាខ្មោចអ្នកដែលស្លាប់គិនហ្នឹងដែលជីភាពខ្វះខាតហ្នឹងគឺគាត់មានន័យថាគេយកខ្មោចហាយខ្មោចហ្នឹងទៅដុតមានន័យថាទៅបូជាកន្លែងហ្នឹងជុំគ្នាហ្មងអាកន្លែងដីគៀនដើមដងហ្នឹងគឺកន្លែងដុតខ្មោចនេះគ្នាអញ្ចឹងពេលហ្នឹងគឺគាត់បាក់មែនតើគឺគាត់អត់ហ៊ានទៅទៀតទេនៅគ្នាគាត់ហ៊ានដើរពេលថ្ងៃប៉ុន្តែចាប់ពីម៉ោង6ល្ងាចទៅគឺគាត់ឈប់ហ៊ានដើរហើយតែគាត់ធ្លាប់មានប្រវត្តិជួបអញ្ចឹងកន្លែងហ្នឹងមិនលងតាបងវ៉ាម្នាក់ទេនៅគ្នាស្រាប់តែអ្នកដែលឡើងដើរយប់ឡើងអ្នកដែលឆ្លោះសัตว์ឆ្លោះអីក៏ឃើញដែរនៅគ្នាគឺឃើញបរិះម្នាក់មាសធំដែលដេញបងវ៉ាហ្នឹងគឺឡើងដើមដងនេះគ្នាគឺឡើងដើមដងឡើងហើយគឺធ្លាក់ខ្លួនចុះមកវិញហ្មងអញ្ចឹងគឺថាអត់សូវមានណាគេហ៊ានទៅកន្លែងហ្នឹងពេលយប់ទេនៅគ្នាគឺថាពេលថ្ងៃជួនកាលពេលថ្ងៃហ្នឹងគឺដើរតតែមានគ្នាទៀតបានគេហ៊ានដើរចាប់ពី2នាក់អីឡើងអញ្ចឹងសាច់រឿងបងវ៉ាដែលគាត់បានឃើញក្តាមមឈូសហោះចូលដើមដងហ្នឹងគឺជាប់ត្រឹមហ្នឹងហើយនៅគ្នាអញ្ចឹងសូមអរគុណអ្នកគ្នាសម្រាប់ការចូលស្ដាប់ការនិទានរឿងខ្មោចតាំងពីដើមរហូតដល់ចប់ហើយមុននឹងជំ
ម្រាបលាក៏សូមអ្នកគ្នាជួយចុច Subscribe ម្នាក់មួយដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូតទៀតអរគុណអ្នកគ្នាជួបគ្នានៅវីដេអូក្រោយរំភើបបាយបាយ